បាទជំរាបសួរពុកម៉ែបងប្អូនលោកយាយលោកតាទាំងអស់ថ្ងៃនេះខ្ញុំបាទបានលើកយកគាថាកំចាយអំពើមួយមេដើម្បីយកមកចែករំលែកទៅដល់ពុកម៉ែបងប្អូនលោកយាយលោកតាទាំងអស់យកទៅសិក្សារៀនសូត្រណាគាថាកំចាយអំពើនេះនៅរបៀបប្រើប្រាស់ណាបើសិនជាពុកម៉ែបងប្អូនលោកយាយលោកតាទាំងអស់ណាត្រូវអំពើអំពាន់ខ្មោចព្រាយបិសាចអាបធ្មប់របស់គេធ្វើឲ្យយើងឈឺណាយើងអាចយកគាថានេះណាមកសរសៃខ្លងដាក់ទឹកយកមកពិសាឬក៏ធ្វើទឹកស្រោចខ្លួនឯងទៅណាដើម្បីកំចាយអំពើណាដែលមាននៅក្នុងសរីរៈរាងកាយរបស់យើងនឹងឲ្យវាចេញអស់អញ្ចឹងពុកម៉ែបងប្អូនលោកយាយលោកតាទាំងអស់នឹងបានជាសះស្បើយឡើងវិញហើយណាអញ្ចឹងទេកុំឲ្យខាតពេលវេលាកាន់ទៅវិញឆ្ងាយយូរណាយើងចូលទៅរៀននៅគាថាយើងទាំងអស់គ្នាអ៊ិធៈកៈមៈម្ដងទៀតអ៊ិធៈកៈមៈអញ្ចឹងពុកម៉ែបងប្អូនលោកយាយលោកតាទាំងអស់យកទៅសិក្សារៀនសូត្រតាមការគួរចោះណា